ពីអ្នកតាអើទៅពីអ្នកបាត់បានបាត់ថាទៅម៉ែអត់ឲ្យទៅហ្មងមកចូលឆ្នាំនេះអត់មានបានតាណាឲ្យឆ្លងថ្ងៃនេះស្អែកឲ្យទៅវត្តថ្ងៃហ្នឹងឲ្យទៅយប់ហ្នឹងប៉ុន្តែទៅដែរតែលើចេះឲ្យកូនទៅវាមិនអីទេចូលឆ្នាំគ្នានៅតែផ្ទះសុទ្ធតែអត់មានឲ្យដើរតាណាសោះហ្មងដើរតាណាបើនៅទៅឆ្ងាយយើងអត់ទុកចិត្តទេព្រោះឥឡូវមើលមិនឃើញទេអញ្ចឹងខ្ញុំអត់ឲ្យដើរឲ្យនៅផ្ទះហ្មងទៅហើយឲ្យនៅផ្ទះហ្នឹងហើយបើទៅវត្តចិត្តនេះអាហ្នឹងបើទៅខ្ញុំទៅដែរការពារដល់កនេះចាំថាឲ្យបើយើងមើលតែយើងមើលយើងដឹងដែរបាទអានេះมันកំបាច់ខឹងគាត់ព្រោះអីយើងមើលក្នុងទូរស័ព្ទព័ត៌មានទៅគឺគ្រោះថ្នាក់ចរាចរណ៍ច្រើនណាស់ហ្នឹងហើយតែបើថាក្រៅពីខែចូលឆ្នាំគាត់ឲ្យដើរគាត់មិនខាត់ទេខែក្រៅខែចូលឆ្នាំដើរតើមានបងប្អូនកម្មវិធីអីនឹងមិនបានទៅបើថាដើរហេតុហូតក៏អត់ដែរចាឥឡូវល្ងាចហ្នឹងសុំទៅលេងនៅវត្តហ្នឹងនៅវត្តមានកម្មវិធីអីវាយបាក់វាយអស់វាយអីហ្នឹងមានស្លឹកឈើមែនដើមទឹកឈើអញ្ចឹងអាចសុំទៅវាយក្អមបានទៅបានប៉ុន្តែខ្ញុំទៅដែរហ្នឹងទៅការពារទៀតការពារមិនគាត់ថាវាជិះអាកូនឆៃជិះឲ្យគ្នាដើរមានសេរីភាពមានអីខ្លះទៅលោកអើយដើរទៅអញ្ចឹងគង់អត់ឲ្យមានសេរីភាពកូនស្រឡាញ់បានអើដូចថាគ្នាដើរតែឯងខ្ញុំមិនលះអីចឹងណាថាចង់លះរយគេឥឡូវលះរយគេហ្នឹងហើយនៅផ្ទះហ្នឹងមើលសួរខាត់កូនឲ្យនៅលេងផ្ទះហ្នឹងមានអីឲ្យកូនលេងខ្លាឃ្លោកមួយបងប្អូនទៀតចាឥឡូវបងប្អូនមានតាណាអស់ហើយដេកមួយបាទអាពៅគេយំចាញ់គេដេកចាក់ខ្លាឃ្លោកចាញ់គេឥឡូវយំដេកយំបាទហ្នឹងហើយបងប្អូននេះជាការល្អមែនថាគាត់រិះថាំអីទេណាបងប្អូនណាតែនេះគាត់ដើម្បីការពារសុវត្ថិភាពកូនចៅគាត់ថាមកចូលឆ្នាំនេះគឺគាត់អត់ហ៊ានដើរតាណាទាំងអស់បងប្អូនខ្ញុំអត់ហ៊ានដើរណាខ្ញុំទិញខ្លាឃ្លោកមួយឲ្យកូនប្រឡុកចាក់វាបងប្អូនវាឥឡូវល្ងាចឡើងទៅវត្តបាទព្រលឹមឡើងទៅវត្តល្ងាចឡើងទៅវត្តដើម្បីសុវត្ថិភាពកូនចៅគាត់ទៅថាបើសិនជាកូនដើរទៅឆ្ងាយក៏យើងនៅមានបារម្ភពីកូនខ្លាចចេះខ្លាចចុះឆ្ងាយខ្ញុំបារម្ភព្រោះថាយើងវាពិបាកមើលឃើញយើងបើប្រយ័ត្នតែគេអត់ប្រយ័ត្នហ្នឹងហើយអញ្ចឹងចង់ប្រាប់បងប្អូនអញ្ចឹងថាមិនខាត់កូនថាក្រុមគុំឲ្យដើរប៉ុន្តែដើរខ្លាចទៅចាឡូវសួរមើលសួរអ្នកចង់ដើរហ្នឹងចង់ដើរខ្លាំងអត់ទេអត់សូវចង់ដើរអត់សូវចង់ដើរដែរខ្លាចដែរណោះហ្នឹងហើយល្អយើងនៅក្មេងអនាគតនៅវែងឆ្ងាយហើយបើសិនតែយើងដើរទៅមានគ្រោះថ្នាក់អ្វីមួយទៅបាទដូចថាធ្វើបាបចិត្តម៉ែចិត្តអ៊ូចឹងដែរហ្នឹងគាត់ពិបាកចិត្តដែរគាត់មិនសប្បាយចិត្តដែរពេលឃើញយើងដើរលេងចឹងសុខចិត្តឲ្យកូននៅផ្ទះសិនទៅចាំតែរៀងស្បើយមនុស្សបន្តិចបាទថ្ងៃក្រោយអីទៅចូលឆ្នាំហើយចង់ដើរលេងចាំដើរលេងទៅយើងពេលចូលឆ្នាំចឹងមនុស្សច្រើនបាទគឺត្រូវការដើរលេងច្រើនហើយដល់ពេលចឹងមានអ្នកគាត់យើងបើបោះអីមិនសូវប្រុងប្រយ័ត្នចឹងអាចប៉ះពាល់យើងចឹងណាបាទហ្នឹងហើយវាមិនអីអានេះគ្រាន់តែគាត់ការពាររឿងរបស់គាត់ទេបងប្អូនតែបើបងប្អូនធ្វើដំណើរតាមដងផ្លូវអីសូមប្រុងប្រយ័ត្នទាំងអស់គ្នាបាទបើកបរតែមានការយោគយល់គ្នាគ្រប់សិទ្ធគ្នាបាទកុំលឿនពេកបងប្អូនបាទប៉ុណ្ណឹងណាបងប្អូនណាបាយបាយ